ពេលហ្នឹងដែរដែលខ្ញុំទិញហ្នឹងខ្ញុំអត់មានគិតអីទៀតធំទេគិតតែថាបើសិនតែខ្ញុំជួបបញ្ហាអីគ្រួសារខ្ញុំដោយសារអីគ្រួសារខ្ញុំគាត់រត់ជាអ្នករត់ម៉ូតូដប់ខ្លាចដូចថាថ្ងៃណាទៅយើងជួបចាត់ថាហេតុដែលយើងមិនបានព្រៀងទុកអីចឹងណានិយាយទៅអ្នកដែលខ្លះគាត់និយាយថាអើយឯងទិញធ្វើអីធានារ៉ាប់រងបោកហើយខ្ញុំនៅតែមិនជឿដូចថាខ្ញុំនៅតែជឿជាក់ខ្ញុំនៅតែបង់រហូតបន្តចាប់ពី2018ដល់2024ខ្ញុំតែងតែបង់ជារៀងរាល់ខែខ្ញុំបង់បានរយៈពេល5ឆ្នាំប្តីខ្ញុំក៏មានជំងឺចូលវះកាត់ហើយពេលហ្នឹងដោយសារស្ថានកម្មអកុសលរបស់គាត់ក៏បានទទួលមរណភាពហើយខ្ញុំក៏បានតំណែងទៅក្រុមហ៊ុនធានារ៉ាប់រងបដិសរជួយទាមទារយកសំណងដែលទិញជាមួយគាត់នឹងដែរការមានធានារ៉ាប់រងគឺវាមានសារៈសំខាន់សម្រាប់ពួកយើងទាំងអស់គ្នាមិនមែនសម្រាប់តែអ្នកណាម្នាក់ទេហើយបើដូចស្ថិតនៅក្នុងស្ថានភាពរបស់បងលីណូទៀតគឺយើងមើលឃើញថាជួយគាត់បានច្រើនមែនតើប៉ុន្តែចំណុចដែលសំខាន់ថាតើយើងអាចដឹងថាតើហានិភ័យនឹងវាកើតឡើងនៅពេលណាដែរដោយគាត់ផ្ទាល់ដែលគាត់បានគិតគូររៀបចំតាំងពីដើមឆ្នាំមុនហើយគោលបំណងដែលគាត់បានរៀបចំនៅក្នុងការប្រើសេវាធានារ៉ាប់រងហ្នឹងក៏មិនមែនគោលបំណងដើម្បីឲ្យគាត់ការពារទៅលើហានិភ័យនោះដែរគោលបំណងសំខាន់បំផុតគឺគាត់ចង់ការពារទៅលើការសិក្សារបស់កូនតែយើងអាចដឹងមុនបានថាតើមានហេតុការណ៍ណានៅលើខ្លួនយើងចា៎បញ្ចប់ដែរប្តីខ្ញុំទិញហ្នឹងគឺបញ្ចប់7000ចាពេលដែលគាត់ឲ្យទទួលមរណភាពហ្នឹងគឺខាងក្រុមហ៊ុនបានសងសំណងមកខ្ញុំ$7000ហើយខ្ញុំបានយកទៅសងលុយធនាគារហើយនឹងសល់ខ្លះដើម្បីផ្គត់ផ្គង់កូនវៀនជារៀងរាល់ខែហើយបើសិនជាខ្ញុំបោះបង់ចោលក្នុងឡុង5ឆ្នាំហ្នឹងបើខ្ញុំបោះបង់ចោលបានន័យថាបើសិនជាខ្ញុំជួបបញ្ហាដូចជាក់ស្ដែងប្តីខ្ញុំក៏ទទួលមរណភាពហ្នឹងចឹងបានន័យថាខ្ញុំលុយក៏អស់ប្តីក៏បាត់បង់ខ្ញុំក៏អត់មានបានទទួលអីដែរសម្រាប់បងផ្ទាល់ហ្មងអ្វីដែលបងមើលឃើញហើយនឹងដឹងពីបងលីណូហេរ៉ាញ់ធុរបស់ពួកគាត់គឺយើងមើលឃើញថាបន្ទាប់ពីទទួលបានសំណងពីក្រុមហ៊ុន Prudential ទៅជួយឲ្យស្ថានភាពក្រុមគ្រួសាររបស់គាត់មានលំនឹងចាអញ្ចឹងសំណងហ្នឹងគឺជួយគាត់បានច្រើនមែនតើពិសេសគឺតាក់ទងជាមួយនឹងបំណុលដែលគាត់បានប្រាប់បងចាគឺបានជួយដោះស្រាយបំណុលគាត់អស់ថ្លៃធំខ្ញុំជ្រើសរើសធានារ៉ាប់រងបដិសរដោយសារអីខ្ញុំមានទំនុកចិត្តទៅលើក្រុមហ៊ុនធានារ៉ាប់រងបដិសរគាត់មានទំនួលខុសត្រូវពេលខ្ញុំមានបញ្ហាគឺជាក់ស្ដែងគឺគាត់មកដោះស្រាយនឹងសំណងហ្នឹងឲ្យខ្ញុំបានគិតប្រកបមែន